សូមប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពផងចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី5ខែធ្នូឆ្នាំ2025កម្ពុជារងឥទ្ធិពលព្យុះទី27ឈ្មោះកូតូអាចមានភ្លៀងធ្លាក់ផ្គររន្ទះខ្យល់កន្ត្រាក់បក់ខ្លាំងព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តនៅរសៀលថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងឲ្យបានដឹងថាសម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី27ឈ្មោះកូតូ T2557 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងអេសានខ្លាំងដែលបក់មកលើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាដឺមែននិងលើប្រទេសជាណាចក្រកម្ពុជាដោយកម្ពុជាយើងនៅក្បែរកន្លងផ្លូវដើររបស់ព្យុះនេះទើបមានឥទ្ធិពល 30% ចាប់ពីថ្ងៃទី26ដល់ថ្ងៃទី30ខែវិច្ឆិកាស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី27ខែវិច្ឆិកាដល់ថ្ងៃទី5ធ្នូឆ្នាំ2025មួយតំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់បក់បក់ខ្លាំងជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% ពីតំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ខ្យល់បក់បក់ខ្លាំងជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 20% 3តំបន់មាត់សមុទ្រខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចនឹងមានភ្លៀងធ្លាក់កើនឡើងក្នុងកម្រិតមធ្យមនិងមានខ្យល់បក់បក់ខ្លាំងជាមួយនឹងបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% រលកបក់បក់ខ្លាំងដែលមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រយោងតាមការព្យាករណ៍បានជម្រាបជូនខាងលើសូមសាធារណជនប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកក៏ដូចជាបងប្អូនដែលជាអ្នកនេសាទតាមសមុទ្រផងដែរ